bằng cao cái đây sọc ao luôn anh bẹp ná bong sậy chà chẳng này cứ chia sum nô để bọn sậy còn bàn xô nhom chẳng nhom có ở côn bong bọn tì sành ở kia để tayแต่ share page របស់ Madam Satika comment គឺជាការរួមសាងបុណ្យជាមួយ Madam Satika សូមឲ្យឆ្នាំ2026ឲ្យបងប្អូនអ្នកគ្នាសម្រេចរាល់បំណងប្រាថ្នាទាំងអស់ចូលមានជំនឿល្អចូលមានការគិតវិជ្ជមានចានៅក្នុងក្រុមគ្រួសារពោពេញទៅដោយសុភមង្គលចាប់ពីថ្ងៃនេះចាប់ពីពេលនេះវេលានេះម៉ោងនេះតរៀងទៅអរគុណបងប្អូនអ្នកគ្នាអរគុណខ្លាំងមែនតែនហើយក៏មានបងប្អូនជាច្រើនដែលគាត់បានចូលរៀនដោយសារបានបងប្អូនអ្នកគ្នា share page ចាឲ្យគាត់បានឃើញចាគាត់កំពុងតែជួបនៅការបាក់ទឹកចិត្តគាត់គ្មានអ្នកពិភាក្សាចាបងប្អូនអាចមកទីនេះបានចាគឺយើងផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកផ្ដល់កម្លាំងក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកក្នុងនាមយើងជាបងប្អូនរួមលោកជាមួយគ្នាណាបងប្អូនអ្នកគ្នាចាឲ្យបងប្អូនចង់ដឹងកាន់តែច្បាស់បងប្អូនចូលទៅរៀនចាចូលទៅសិក្សាពីខ្លួនឯងស្គាល់ពីខ្លួនឯងលាងទឹកខ្មៅដើម្បីយកជីវិតថ្មីម្ដាមសតិកាមិនកំណត់តម្លៃទេបងប្អូនចូលរួមទៅតាមសទ្ធាគឺជាការរួមសាងបុណ្យជាមួយនឹងម្ដាមសតិកាផងដែរចាអរគុណបងប្អូនអ្នកគ្នាចាអញ្ចឹងគាត់សួរថាធ្វើបែបណាដើម្បីបង្កើតក្តីសុខឲ្យខ្លួនឯងចាអញ្ចឹងសេចក្តីសុខបងប្អូនធ្លាប់ឮហើយមែនអត់គេនិយាយថាកើតឡើងមកពីចិត្តរបស់យើងសុខចាមិនមែនទៅកំពង់សោមចាទៅកោះកុងទៅកន្លែងផ្សេងទេចាបើសិនជាចិត្តយើងមិនសុខយើងក៏មិនទទួលបាននៅសេចក្តីសុខក៏ប៉ុន្តែក្តីសុខដែលយើងអាចបង្កើតបានចេញពីក្នុងចិត្តគឺយើងត្រូវការវឹកហាត់វាចាហើយពេញចិត្តនៅអ្វីដែលខ្លួនឯងកំពុងតែមានអញ្ចឹងបើសិនជាយើងនៅសុខស្រាប់តែមានក្តីសុខយើងក៏អត់មានក្តីសុខមានអារម្មណ៍ថាដូចមានក្តីសុខឯងស្លាស់ស្លូតក្នុងខ្លួនមិនចឹងដូចមានអារម្មណ៍ភ័យហើយដូចទៅណាក៏មិនសុខទៅណាក៏មិនសុខបងប្អូនអាចធ្វើរឿងនេះណាបងប្អូនអ្នកគ្នាព្រោះជារៀងរាល់ថ្ងៃម្ដាមសតិកាតែងតែមានវិន័យពេលដែលដឹងខ្លួនឡើងធ្វើការអរគុណខ្លួនឯងមួយទឹកហើយទៅសមាធិហើយនឹងរត់ហាត់ប្រាណចាហើយធ្វើការរំអីចឹងទៅអញ្ចឹងបើសិនជាបងប្អូនខានណាឧទាហរណ៍ថាយើងខានរំខានហាត់ប្រាណរយៈពេល5ថ្ងៃទៅ10ថ្ងៃអារម្មណ៍របស់យើងដូចអត់មានសេចក្តីសុខអត់ស្រឡះទេអញ្ចឹងបងប្អូនត្រូវតែព្រឹកឡើងរត់5ជុំនៅបរិយនេះដូចខ្ញុំអញ្ចឹងខ្ញុំរត់5ជុំចារួចហើយខ្ញុំមករំបន្តិចតួចទៅវាដាស់ក្តីសុខអរម៉ូន endorphinអញ្ចឹងវាបង្កើតហ្នឹងយើងបង្កើតដោយខ្លួនឯងវាមិនមែននៅសុកកើតឡើងទេបើពេលយើងអត់បង្កើតអត់បំបុកវាឡើងក៏វាបាត់ទៅវិញចាព្រោះអារម្មណ៍របស់យើងវាប្រែប្រួលការគិតរបស់យើងប្រែប្រួលដោយអ្នកវិភាគគេនិយាយថាយើងគិតមិនក្រោមពី60000រឿងទេក្នុងមួយថ្ងៃចាអញ្ចឹងយើងត្រូវតែមានសតិដឹងរបស់យើងចាហើយសតិនេះបើសិនជាយើងអត់វឹកហាត់ក្នុងការប្រើសតិទេយើងអត់ដឹងទេសូម្បីតែយើងដង្ហើមចេញចូលពីមុនមកក៏អត់ដឹងដែរតែថ្ងៃនេះពេលនេះខ្ញុំមានសតិខ្ញុំបានវឹកហាត់វាអញ្ចឹងខ្ញុំដឹងថាខ្ញុំកំពុងតែដកដង្ហើមចេញដង្ហើមចូលព្រោះខ្ញុំបានវឹកហាត់អញ្ចឹងអាសតិនេះឲ្យដែលយើងដាស់តឿនយើងប្រាប់យើងថាខ្ញុំកំពុងតែមានក្តីសុខខ្ញុំកំពុងតែអត់មានក្តីសុខខ្ញុំកំពុងតែគិតអវិជ្ជមានគឺសតិយើងវាមកដាស់តឿនយើងណានៅក្នុងផ្លូវវិជ្ជមានព្រោះយើងបានវឹកហាត់វាបងប្អូនអ្នកគ្នាគ្រប់យ៉ាងវាកើតមកពីការយើងវឹកហាត់បើសិនជាបងប្អូនអត់វឹកហាត់អត់ទទួលបានទេចាអញ្ចឹងនេះហើយជាក្តីសុខដែលយើងអាចបង្កើតបានដោយខ្លួនឯងចាគឺយើងអាចនៅម្នាក់ឯងក៏យើងមានសេចក្តីសុខយើងអាចទៅទីណាក៏មានសេចក្តីសុខមិនថាយើងចាំទៀមទាពីអ្នកដតីឲ្យគេឲ្យសុខយើងទេគ្មានអ្នកណាមកឲ្យយើងបានគ្រប់ពេលវេលាគ្រប់វិនាទីគ្រប់ដង្ហើមចេញចូលទេព្រោះគេអត់អាចមកនៅក្នុងចិត្តរបស់យើងទេបងប្អូនអ្នកគ្នាចាហើយពេលដែលយើងមានក្តីសុខហើយយើងនឹងសាយភាយក្តីសុខទៅកាន់មនុស្សជុំវិញខ្លួនទៅកាន់មនុស្សរួមលោកព្រោះយើងថាមពលវិជ្ជៈចេញទៅបងប្អូនអ្នកគ្នាចាហើយអ្នកណាក៏ស្រឡាញ់នឹងចូលចិត្តមនុស្សដែលមានស្នាមញញឹមដែលមានក្តីសុខដែរមានអ្នកណាស្រឡាញ់ចូលចិត្តមនុស្សដែលមុខកញ្ញើទេចានេះគឺជាកលឹះខ្លះដែលម្ដាមសតិកាចែករំលែកជូនទៅកាន់បងប្អូនអ្នកគ្នាចង់ដឹងកាន់តែច្បាស់ទៀតបងប្អូនចូលរៀននៅក្នុងខចាដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសតិកាជម្រាបលាបាយបាយ I love you បងប្អូន